ចាថ្ងៃអូនតាក់ទងជាមួយនឹងបានបសសបើសិនបើយើងអត់ទាន់យកកូនមកចាក់ថ្នាំយើងអាចមកបញ្ចូលលុយក៏បានដែរចាពាក់ព័ន្ធជាមួយនឹងកូនឈឺឬក៏កូនមានបញ្ហាសុខភាពដល់ថ្ងៃបញ្ចូលប្រព័ន្ធបញ្ចូលលុយបសសហ្នឹងគឺយើងយកមកបញ្ចូលធម្មតាទៅហើយពេលដែលកូនយើងជាសះស្បើយល្អមើលទៅថៃអាចមកទទួលវ៉ាក់សាំងបានគឺយើងយកមកទទួលវ៉ាក់សាំងមកកុំឲ្យមកចុចតែលុយប៉ុន្តែកូនអត់យកមកចាក់ម្ដងហើយម្ដងទៀតនឹងកូនអត់ទទួលវ៉ាក់សាំងទេលុយក៏យើងចង់បានប៉ុន្តែសុខភាពរបស់កូនការទទួលវ៉ាក់សាំងរបស់កូនក៏យើងត្រូវតែផ្ដល់ឲ្យកូនឲ្យបានគ្រប់គ្រាន់និងទៀងទាត់ដែរបើលើសតិចតួចបានចាបើសិនបើយើងមានបញ្ហាសុខភាពឬក៏យើងមានលក្ខខណ្ឌណាមួយដែលអាចអ្នកគ្រូគាត់ផ្ដល់ឲ្យយើងបានគឺគាត់បញ្ចូលលុយឲ្យយើងមុនសិននឹងតើតើមួយការចាក់វ៉ាក់សាំងកូននិងការបញ្ចូលលុយរបស់បអសយើងកុំឲ្យឃ្លាតគ្នាឆ្ងាយពេកពេលខ្លះកូនត្រូវចាក់វ៉ាក់សាំង6ខែអត់បានយកមកចាក់រហូតដល់កូនអាយុ9ខែបានត្រូវចាក់ទៀតអាហ្នឹងវ៉ាក់សាំងទៅជ្រុល2ដងហ្នឹង6ខែ9ខែហ្នឹងអត់បានចាក់តែម្ដងហើយអញ្ចឹងបានទទួលបានតែម្ដងអញ្ចឹងវាអាចឲ្យកូនរបស់យើងមានជំងឺកជ្រិលណាអញ្ចឹងយើងត្រូវមកទទួលឲ្យបានទៀងទាត់ចាលុយក៏យើងចង់បានវ៉ាក់សាំងក៏យើងត្រូវតែផ្ដល់ឲ្យកូនដែរតើតើមួយការបញ្ចូលលុយហ្នឹងក៏តាមកន្លែងនីមួយៗទេកន្លែងខ្លះក៏យកកូនមកចាក់បានគេបញ្ចូលឲ្យកន្លែងខ្លះបញ្ចូលឲ្យបានតែត្រូវយកកូនមកចាក់ពេលក្រោយបានទៀងអញ្ចឹង